បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់កម្មវិធីត្រឹមតែ99ថ្ងៃប៉ុណ្ណោះខ្ញុំអាចនិយាយភាសាបារាំងបានលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចមានការអភិវឌ្ឍភាសាបារាំងរបស់បងប្អូនបានកាន់តែប្រសើរហើយជាពិសេសនៅក្នុងខណៈនេះបងប្អូនមួយចំនួនធំបាទនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារបស់យើងនៃសាលាតិចណូនឹងបាទកំពុងតែស្ថិតនៅក្នុងវិសមកាលអញ្ចឹងលោកគ្រូចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នានៅក្នុងខណៈនេះនៅវីដេអូថ្មីមួយទៀតបាទគឺជាវីដេអូដែលលោកគ្រូបានសម្រិតសម្រាំងជូនបងប្អូនទាំងអស់គ្នាបាទដើម្បីស្ដាប់ក៏ដូចជាសិក្សាបែបកំសាន្តហើយលោកគ្រូរៀបចំវីដេអូនេះមិនវែងទេដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចរៀនផងកំសាន្តផងដើម្បីកុំឲ្យអបសុខបាទអញ្ចឹងសូមតាមដានជាមួយលោកគ្រូនៅប្រធានបទដូចតទៅបាទលោកគ្រូបានរៀបចំការពន្យល់ក៏ដូចជាមេរៀនថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងគេហៅថាបច្ចុប្បន្នកាលណាបច្ចុប្បន្នកាលដែលបញ្ជាក់តម្លៃអនាគតកាលបច្ចុប្បន្នកាលនេះគឺផ្ដោតទៅលើពេលវេលារបស់កិរិយាសព្ទបាទតង់របស់កិរិយាសព្ទពីព្រោះបងប្អូនដឹងហើយថានៅក្នុងភាសាបរទេសក៏ដូចជាភាសាជាតិរបស់យើងបាទជាទូទៅពេលបងប្អូននិយាយខ្មែរយើងមិនសូវមានអារម្មណ៍គិតច្រើនទេពីព្រោះជាភាសាកំណើតរបស់យើងតែផ្ទុយទៅវិញនៅពេលដែលបងប្អូននិយាយភាសាអង់គ្លេសបាទភាសាអង់គ្លេសណានិងភាសាបារាំងជាទូទៅយើងតែងតែគិតបាទខួរក្បាលរបស់យើងដំណើរការរៀងបានន័យថាគិតច្រើនជាងភាសាជាតិរបស់យើងភាសាកំណើតរបស់យើងអញ្ចឹងយើងនិយាយទៅពេលខ្លះយើងអត់ចាប់អារម្មណ៍ឥឡូវយើងមើលថាតើកន្លែងណាដែលយើងគួរនិយាយហើយកន្លែងណាដែលយើងមិនត្រូវនិយាយបាទអញ្ចឹងលោកគ្រូបញ្ជាក់ឡើងវិញបច្ចុប្បន្នកាលបញ្ជាក់អនាគតកាលនេះលោកគ្រូបានដាក់ថា ne dites jamais បាទន័យថាកុំនិយាយបាទកុំនិយាយបាទឥឡូវយើងមើលទាំងអស់គ្នាឃ្លានេះមានន័យថា demain on ira à Paris បាទ demain បងប្អូនដឹងហើយគឺថ្ងៃស្អែកជាទូទៅកាលណាថ្ងៃស្អែកយើងត្រូវបំបែកបាទកិរិយាសព្ទនៅអនាគតកាលបាទហ្នឹងគឺតាមក្បួនវេយ្យាករណ៍បងប្អូនអញ្ចឹងយើងនិយាយថា demain on ira à Paris នេះគឺជាក្បួនច្បាប់ក៏ប៉ុន្តែការប្រើប្រាស់គេអត់និយាយបែបហ្នឹងទេបាទគេនិយាយថា mais dites ក៏ប៉ុន្តែប្អូនត្រូវនិយាយថាម៉េចត្រូវនិយាយថា demain on va à Paris យើងឃើញកិរិយាសព្ទ va នេះគឺជាបច្ចុប្បន្នកាលណានេះគឺជាបច្ចុប្បន្នកាលបាទបច្ចុប្បន្នកាលក៏ប៉ុន្តែវាបញ្ជាក់អនាគតកាលពីព្រោះថ្ងៃស្អែកមិនមែនថ្ងៃនេះទេបាទអញ្ចឹងហើយបានជាលោកគ្រូដាក់ចំណងជើងខាងលើដើម្បីឲ្យបងប្អូនកត់ចំណាំនេះគឺជាការប្រើប្រាស់អញ្ចឹងខ្មែរយើងក៏ដូចគ្នាដែរបងប្អូនបាទយើងអត់ដែលនិយាយថាថ្ងៃស្អែកខ្ញុំនឹងទៅបាត់ដំបងទេយើងនិយាយថាស្អែកខ្ញុំទៅបាត់ដំបងបាទអញ្ចឹងពាក្យថាទៅនេះវាជាបច្ចុប្បន្នកាលបញ្ជាក់អនាគតកាលភាសាបារាំងក៏ដូចគ្នាបាទភាសាអង់គ្លេសក៏មិនខុសគ្នាដែរអញ្ចឹងអ្វីដែលលោកគ្រូគូសខ្វែងចោលនេះបើសិនជាយើងគិតតាមវេយ្យាករណ៍វាត្រូវបងក៏ប៉ុន្តែការប្រើប្រាស់គេមិនដែលនិយាយចឹងទេបើសិនជាបងនិយាយបែបនេះពេលនោះគេច្បាស់ជាមានcommentaireមួយថាអូអ្នកនិយាយភាសាបារាំងល្អណាស់ដូចក្នុងសភៅបេះបិទអញ្ចឹងដើម្បីបញ្ជាបាទ
ការអធិប្បាយបែបនេះដើម្បីបញ្ជាការកាត់សម្គាល់បែបនេះយើងត្រូវប្រើបច្ចុប្បន្នកាលបញ្ជាក់អនាគតកាលចឹងបងប្អូនយល់ទាំងអស់គ្នាបាទនេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដទៃទៀតកិរិយាសព្ទដទៃទៀតក៏យើងអាចប្រើបច្ចុប្បន្នកាលបញ្ជាក់អនាគតកាលដូចគ្នាអញ្ចឹងបងប្អូនបាទចឹងជាសង្ខេបមកវិញគេមិននិយាយថា demain on ira à Paris ក៏ប៉ុន្តែគេនិយាយថា demain on va à Paris បាទចឹងសង្ឃឹមថាបងប្អូនយល់អំពីសញ្ញាណមួយនេះហើយចាប់ពីថ្ងៃស្អែកទៅចាប់ពីពេលនេះទៅបងអូននឹងនិយាយឈប់ខុសទៀតបើសិនជាយើងចង់និយាយទៅលើប្រធានបទដែលលោកគ្រូបានជូនជាឧទាហរណ៍នេះសូមអរគុណចំពោះការយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នាបាទដោយសពដងអញ្ចឹងដើម្បីផ្ដល់កម្លាំងចិត្តដល់លោកគ្រូគ្រាន់តែសូមបងប្អូនទាំងអស់គ្នាជួយ Subscribe បាទ Subscribe នេះបើយើងបកជាភាសាបារាំងគឺ S'inscrire បាទចុះឈ្មោះឲ្យបងប្អូនបាទដើម្បីឲ្យវីដេអូដែលលោកគ្រូផលិតនៅពេលខាងមុខទៀតបាទវានឹងទៅរកបងប្អូនដោយស្វ័យប្រវត្តិបាទហេតុអីពីព្រោះវីដេអូទាំងអស់នេះនឹងអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាអាចនិយាយភាសាបារាំងប្រសើរជាងមុនបាទទាំងវេយ្យាករណ៍បាទទាំងសំនួនវោហារស័ព្ទលក្ខនិងលក្ខអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយ Subscribe លោកគ្រូផងសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងពេលខាងមុខ Merci beaucoup de votre attention. À très bientôt.